ដើមខែហ្នឹងដឹងបានលៀបធំចូលមកហ្មងអូខេអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងយើងមករៀនពីអាកាសថាតើដើមខែតុលាហ្នឹងនឹងមានរឿងអីល្អចូលមកខ្លះអញ្ចឹងណាអូខេអញ្ចឹងយើងមកហើបៀទាំងអស់គ្នាមាន3ស្លឹកឲ្យហើបស្លឹកទី1ស្លឹកទី2ហើយនិងស្លឹកទី3អញ្ចឹងយើងធ្វើសមាធិទាំងអស់គ្នាហើយទៅហើបណាគេហើបបានហើយយើងទៅសាកចម្លើយទាំងអស់គ្នាអូខេអញ្ចឹងយើងមកមើលទាំងអស់គ្នាសម្រាប់អ្នកដែលគាត់ហើបស្លឹកទី1ចាំមើលថាតើនៅក្នុងដើមខែ10ហ្នឹងខែតុលាហ្នឹងមានរឿងអីល្អចូលមកខ្លះអញ្ចឹងណាស្លឹកដំបូងគាត់បាន Nine of Cups the Moon Three of Wands Five of Wands ហើយជាមួយនឹង Eight of Wands ស្លឹកល្អដែរតាការពិតទៅដោយរួមអ្នកដែលហើបស្លឹកទី1ហ្នឹងឲ្យប្រហែល7លើ10អានេះបន្ទុកដោយរួមអញ្ចឹងណាពួកអីតេតងជាមួយនឹងការងារការរកស៊ីអីគាត់ថារលូនអាចនឹងបានជួបអីថ្មីរកឃើញផ្លូវណាមួយដែលធ្វើបានបរិការងារមុខចំនួនឬក៏អីចឹងនិយាយទៅរកបានផ្លូវដែលលក្ខណៈថារកបានប្រាក់ចំណូលថ្មីចឹងណាតែក៏មានរឿងត្រូវឲ្យប្រយ័ត្នដែរតើតងជាមួយនឹងគូប្រជែងឬក៏អ្នកដែលនៅជុំវិញខ្លួនចឹងណាអាចនឹងមានទំនាស់ឬក៏ងាយនឹងប៉ះទង្គិចជាមួយនឹងអ្នកដទៃទៀតអីចឹងណាក្នុងខែនេះហើយមួយទៀតនឹងឲ្យប្រយ័ត្នតើតងជាមួយនឹងការធ្វើដំណើរផ្លូវឆ្ងាយជាពិសេសតើតងជាមួយនឹងផ្លូវទឹកធ្វើដូចជិះទូកជិះកណូតកប៉ាល់ឬក៏អីចឹងហ្នឹងណាបើជិះបានឲ្យជិះសិនក្នុងកំឡុងពេលខែហ្នឹងអាចនឹងធ្វើឲ្យមានបញ្ហាឬក៏តើតងជាមួយនឹងរាសីយើងដែលផ្ទាល់ហ្មងហើយគិតមើលទៅបើអ្នកដែលហើស្លឹកទី1នេះមាន plan រៀបចំគម្រោងតដើរលេងនៅចុងឆ្នាំឬក៏នៅថ្ងៃខាងមុខចិត្តនឹងអីហ្នឹងគិតថាគម្រោងហ្នឹងបានសម្រេចហើយដើរលេងបានសុបាយទៀតអូខេតោះអញ្ចឹងយើងមកបន្តមើលសម្រាប់អ្នកដែលគាត់ធ្វើស្លឹកទី2ថាតើរាសីគាត់នៅក្នុងដើមខែតុលាហ្នឹងមានរឿងអីល្អចូលមកឬក៏មិនខ្លះចឹងឬក៏មានរឿងអីដែលគួរឲ្យប្រយ័ត្នចឹងណាបើ3ស្លឹកមកទៅហ្នឹងគឺរាសីល្អខ្លាំងហ្មងលក្ខណៈថាបើពេញ10គឺឲ្យ8ឲ្យ9ដែរពួកអីវាប្រាប់ថានៅក្នុងដើមខែ10ហ្នឹងណាវាជាពេលវេលាដែលអ្នកទាំងអស់គ្នាដែលធ្វើស្លឹកទី2នេះគួរតែចាប់ផ្ដើមធ្វើអីថ្មីដូចជាការហ៊ានថ្មីចាប់ផ្ដើមការងារថ្មីគម្រោងថ្មីចំនួនថ្មីឬក៏ business ថ្មីឬក៏ចាប់ផ្ដើមត្រូវតែតមួយបើរឿងស្នេហាអាចនឹងលក្ខណៈថាចាប់ផ្ដើមធ្វើនិយាយមួយពីណាអ្នកថ្មីឬក៏ចាប់ផ្ដើមលក្ខណៈថា in relationship ថ្មីអីចឹងនិយាយទៅគឺអីដែលថ្មីអីដែលល្អគឺអ្នកទី2ហ្នឹងហ្មងដែលគឺសម្រាប់អ្នកដែលហើស្លឹកទី2ហ្នឹងមួយវិញទៀតតទៅជាមួយនឹងរឿងលុយកាក់ចឹងណាព្រោះអីគាត់ថារឿងលុយកាក់នៅក្នុងខែហ្នឹងអ្នកដែលហើស្លឹកទី2ហ្នឹងរៀងឡើងមកដែរមានន័យថាចង់ទិញអីទិញចង់ញ៉ាំអីញ៉ាំការចំណាយចាយវាអាចនឹងមានការចំណាយច្រើនតទៅជាមួយនឹងរឿងរបស់ដូចលក្ខណៈថាធ្វើឲ្យស្អាតចឹងណាដូច skin care ដូចជាកៅអៅឬក៏អីចឹងតែគាត់ថាទិញហើយធ្វើហើយសុបាយចិត្តអីចឹងដូចជាអត់មានបញ្ហាអីដែរព្រោះអីមើលទៅជើងលេខហ្នឹងគឺល្អអត់ទាន់ឃើញមានអីដែលគួរប្រយ័ត្នប្រយែងឬក៏គួរឲ្យបារម្ភចឹងគេអញ្ចឹងយើងបន្តមើលសម្រាប់អ្នកដែលគាត់ធ្វើស្លឹកទី3មើលថាតើរាសីគាត់នៅក្នុងដើមខែតុលាហ្នឹងមានរឿងអីកើតឡើងខ្លះថា